បុរសម្នាក់បានដកកាំបិតចេញមកហើយកាត់សរសៃឈាមរបស់ខ្លួនឯងឈាមបានស្រក់លើថ្មក្តៅនៅវាលខ្សាច់គាត់កំពុងព្យាយាមតាក់ទាញសេះព្រៃមួយក្បាលដែលគាត់បានដេញតាមអស់រយៈពេល15ថ្ងៃហើយបានធ្វើឲ្យគាត់អស់ទឹកផឹករលីងពីខ្លួនសត្វព្រៃដែលតែងតែត្រូវការជាតិប្រៃបុរសនោះគិតថាអាចប្រើជាតិប្រៃនៅក្នុងឈាមរបស់ខ្លួនដើម្បីដាក់អន្ទាក់វាជាលើកចុងក្រោយខ្យល់បានបក់នាំក្លិនឈាមឲ្យសាយភីទៅឆ្ងាយហើយសេះព្រៃនោះពិតជាបានមកមែនវាបន្ទាបក្បាលចុះហើយលិតឈាមលើថ្មយ៉ាងស្រេកឃ្លានបុរសនោះសប្បាយចិត្តខ្លាំងណាស់គាត់បានលោតស្ទុះទៅចាប់នឹងរឹតខ្សេះយ៉ាងតឹងសេះបានស្រែកយ៉ាងនឹងខ្លាំងរួចលើកជើងក្រោយទាត់មួយទំហឹងការទាត់នោះបានបំបាក់ឆ្អឹងជំនីរបស់បុរសនោះរាងកាយគាត់ត្រូវបានខ្ទាត់ចេញទៅឆ្ងាយប៉ាងដូចជាបាវចាស់មួយចឹងខណៈសេះព្រៃរត់គេចខ្លួនបាត់ទៅបុរសនោះបានស្លាប់នៅលើដីនោះដល់រដូវផ្ការីកឆ្នាំបន្ទាប់សាកសពរបស់គាត់បានរលួយខ្លាយជាជីធម្មជាតិសល់តែគំនរឆ្អឹងស្ហើយក៏បានដុះស្មៅខ្ពស់ជិតពាក់កណ្ដាលកម្ពស់មនុស្សសេះដែលបានទាត់សម្លាប់គាត់នោះក៏បានធំក្លិនស្មៅក្រអូបហើយដើរត្រឡប់មកវិញវាបានឈរក្បែររលាយឆ្អឹងក្បាលរបស់គាត់ហើយស៊ីស្មៅយ៉ាងឆ្ងាញ់ហើយនៅពីក្រោយវាមានសេះព្រៃរឹងមាំជាង20ក្បាលដើរតាមមុខជាមួយនៅក្នុងសង្គមជាក់ស្ដែងបើវាជារបស់យើងនឹងគង់តែទទួលបានវាបើមិនមែនជារបស់យើងទោះយើងប្រឹងយ៉ាងណាក៏មិនទទួលបានដែលស្រួលមិនស្រួលអាចធ្វើឲ្យខ្លួនឯងបាត់បង់ទៅដែរនៅពេលអ្នកកំពុងខ្វះខាតអ្នកកាន់តែខំដេញតាមអ្វីមួយខ្លាំងប៉ុណ្ណាអ្នកកាន់តែងាយរងការវាយបកយ៉ាងឃោឃៅប៉ុណ្ណោះការចំណាយទ្រព្យសម្បត្តិទាំងអស់ដើម្បីផ្គប់ចិត្តនរណាម្នាក់គឺដូចជាការកាត់សរសៃឈាមរបស់ខ្លួនដើម្បីចិញ្ចឹមសេះព្រៃមួយក្បាលអ្នកបង្ហូរឈាមរបស់ខ្លួនអស់ដោយសង្ឃឹមថានឹងទទួលបានភាពស្មោះត្រង់ប៉ុន្តែលទ្ធផលវិញអ្នកត្រូវបានវាទាត់បំបាក់ឆ្អឹងខណៈភីគីមខាងទៀតសម្បីតែញាក់មើលក៏មិនធ្វើផងចូលឈប់ដេញតាមមនុស្សម្នាក់មិនអាចរត់លឿនជាងសេះបានឡើយការតាក់ទាញតែងតែមានឥទ្ធិពលខ្លាំងជាងការអង្វរសុំចូលបោះចោលកាំបិតហើយយកចាប់កាប់ដីវិញចូលជីក្ដីបាច់គ្រាប់ពូជស្មៅហើយអត់ធ្មត់ឆ្លងកាត់គ្រាលំបាកដ៏វែងឆ្ងាយនៅពេលអ្នកអាចបង្កើតវាលស្មៅដ៏ធំល្វឹងល្វើយមួយបាននៅពេលអ្នកមានតម្លៃនិងសមត្ថភាពពិតប្រាកដសេះនឹងដើរតាមក្លិនស្មៅមករកអ្នកដោយខ្លួនឯងហើយទោះបីជាសេះមួយក្បាលនោះស្លាប់នៅកន្លែងណាក៏ដោយក៏មិនសំខាន់ដែរព្រោះនៅលើទឹកដីដែលសម្បូរទៅដោយស្មៅនិងទឹកនេះនឹងមានហ្វូងគោហ្វូងជៀមនិងសត្វជាច្រើនមកប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករ